សួស្តីបងប្អូនថ្ងៃនេះមកមើលយើងមានអីលក់ថ្មីគឺក្តាមហើយនឹងឈីមផងហើយនឹងរបៀបធ្វើឈីបំពងងាយរុំបងប្អូនអាចចង់ចេះធ្វើអាច comment បានមានបង្រៀនបងប្អូន comment បានហើយសូមចុចជួយ follow page ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗនិងកម្សាន្តបងប្អូនអាចទស្សនាមើលបាននេះគឺជាការរុំឈីបំពងរបស់យើងរុំឈីនៅខាងក្នុងលេខតិចបំប៉ាំងបងប្អូនទស្សនាបានទាំងអស់គ្នារុំហើយយើងយកទៅបំពងចាប់ផ្ដើមបំពងហើយបងប្អូនអានោះម្សៅរឿងស្ដើងវាធ្លាយឈីចេញបន្តិចយើងបំពងបានប៉ុណ្ណឹងឯងបងប្អូនរីករាយទស្សនាទាំងអស់គ្នាអរគុណច្រើនបងប្អូន